តួនាទីជាគ្រូបង្រៀននេះគឺជាតួនាទីដែលប្រពៃឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាគ្មានតួនាទីណាប្រសើរជាងគ្រូបង្រៀននេះពេទ្យទុកជាទី2បន្ទាប់ទេបើពេទ្យលោកធ្វើការត្រឹមត្រូវប៉ុន្តែតួនាទីសំខាន់គឺគ្រូបង្រៀនអញ្ចឹងតាមតែយើងតែងតែស្គាល់ថាគ្រូបង្រៀនជាមេត្តាបិតាទី2មេត្តាបិតាបង្កើតជាអ្នកដល់ជីវិតជាអ្នកអប់រំចិញ្ចឹមតាំងពីតូចរហូតដល់យើងមានអាយុ6ឆ្នាំ5ឆ្នាំយកមកផ្ញើទុកនឹងលោកគ្រូអ្នកគ្រូជាផ្នែកទី2របស់លោកដូច្នេះអ្នកទាំងពីរនេះសំខាន់ណាស់មេត្តាបិតាព្រះសម្មាសម្ពុទ្ធសម្ដែងទុកដូចជាព្រះពុទ្ធរស់នៅផ្ទះដូចជាព្រះអរហន្តកូនណាដែលមិនមានគុណចំពោះមេត្តាបិតាកូនអកតញ្ញូមិនអាចខ្លាយជាអ្នកមានប្រយោជន៍ដល់សង្គមបានទេ